ផ្លូវធ្វើដំណើរទៅភូមិសិនទឹកងាយស្រួលនិងសុវត្ថិភាពសូមគោរពជំរាបសួរលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះក៏សូមគោរពអញ្ជើញបងប្អូនទាំងអស់គ្នារីករាយទស្សនានៅទស្សនវិជ្ជាផ្លូវធ្វើដំណើរទៅភូមិសិនទឹកជាមួយនឹងខ្ញុំថ្ងៃនេះគឺអត់ធ្វើដំណើរតាមផ្លូវធំទេគឺធ្វើដំណើរកាត់តាមផ្លូវដីឡូនេះគឺផ្សារដែលបានរៀបចំទុកសម្រាប់ឲ្យប្រជាពលរដ្ឋលក់ដូរទំនិញផ្សេងៗហើយទៅខាងមុខត្រង់ទៅគឺផ្ទះបងប្អូនប្រជាពលរដ្ឋដែលមកខាងពីភូមិសិនទឹកមកខាងពីភូមិមួយកណ្ដាលយ៉ាងខាងមុខនោះក៏មានហាងកាទៀវមួយដែរគឺហាងកាទៀវរបស់បងឡាយរសជាតិតែឆ្ងាញ់គាត់បើបងប្អូនអរគ្នាហើយបើយើងធ្វើដំណើរទៅត្រង់ទៅខាងនោះក៏មានផ្លូវចូលទៅភូមិមួយកណ្ដាលផងដែរយើងធ្វើដំណើរបត់ខាងស្ដាំដៃធ្វើដំណើរទៅត្រង់អញ្ចឹងខាងនេះមានទិដ្ឋភាពទេសភាពតាមដងផ្លូវហ្នឹងមានដើមឈើដើមព្រៃអីចឹងណាបងប្អូនហើយក្រៅពីនេះទេគឺដល់ផ្ទះដែលមានអ្នកលក់ដូរអីវ៉ាន់កន្លែងនេះក៏មានការ៉ាស់រៀងឡានមួយផងដែរបន្ទាប់ពីការ៉ាស់រៀងឡានទៅគឺមានផ្ទះបងប្អូនអ្នកភូមិអ្នកស្រុកយើងគាត់លក់អីវ៉ាន់អីផ្សេងនៅផ្ទះល្វែងម្ដុំនេះគឺស្ថិតផ្ទះល្វែងទាំងអស់បងប្អូនចាអញ្ចឹងមានកន្លែងផ្ទះជួលខ្លះក៏មានកន្លែងផ្ទះដែលបងប្អូនគាត់ទិញដាច់ដែរមានលក់អីវ៉ាន់ច្រើនផ្ទះទៅនៅខ្លះក៏ជាផ្ទះលក់អីវ៉ាន់ហើយនៅខាងមុខនោះគឺជាផ្ទះបងប្អូនជាពលរដ្ឋជាច្រើនហូរហែអញ្ចឹងតំបន់នេះគឺស្ថិតនៅក្នុងភូមិម៉ាស៊ីនទឹកភូមិម៉ាស៊ីនទឹកភូមិមេមត់ស្រុកមេមត់ខេត្តត្បូងឃ្មុំចាអញ្ចឹងសូមអធិស្ឋានដែរពីពាក្យនិយាយភូមិម៉ាស៊ីនទឹកប៉ុន្តែយើងហៅជាទូទៅយើងនិយាយតាមពាក្យដែលយើងនិយាយគឺម៉ាស៊ីនទឹកនៅនេះក៏មានការ៉ាស់ឡានមួយផងដែរហើយនៅខាងមុខនេះនៅខាងដាំដៃនេះក៏មានហាងបាយម្ហូបនៅពេលព្រលឹមឡើងមានកាទៀវមានអីផងដែរនៅខាត់ខ្វែងតែម្ដងចាអញ្ចឹងយើងអត់ធ្វើដំណើរទៅស្ដាំទេតែយើងធ្វើដំណើរមកឆ្វេងវិញចឹងផ្លូវឆ្វេងនេះគឺជាផ្លូវមួយដែលយើងទៅដល់ភូមិម៉ាស៊ីនទឹកហើយតាមផ្លូវនេះក៏ផ្ទះបងប្អូនជាពលរដ្ឋអីគាត់លក់នំចំណីលក់អីវ៉ាន់លក់អីជាច្រើនហើយនៅខាងមុខនោះក៏មានដីវាលខ្លះក៏ដីជាផ្ទះចាយ៉ាងនេះផ្ទះបងប្អូនរក្សាមេមត់យើងចាអញ្ចឹងគាត់មកនៅកន្លែងនេះហើយគាត់មានធ្វើភេសជ្ជៈធ្វើអីទឹកកញ្ចប់ទឹកផ្លែភេសជ្ជៈកញ្ចប់ឬគាត់ដបកែវអីហ្នឹងគាត់ផលិតនៅនឹងហើយយកទៅបោះទៅទីផ្សារហើយខាងនេះមានហាងកាហ្វេមួយដែលគេទុំតែបើកដែរបងប្អូនអើយហ្នឹងហើយចាហើយខាងនេះយើងធ្វើដំណើរតាមផ្លូវនេះកលៀតនេះយើងអាចទៅដល់ការ៉ាស់ឡានមួយទៀតនៅខាងក្រោយនេះហើយទីកន្លែងនេះគឺកន្លែងដែលគេរៀនបើកបររថយន្តហើយនៅកន្លែងនេះផ្ទះជួលហូរហែចឹងទៅហើយនេះទៅដល់ផ្លូវជាតិលេខ7តែម្ដងអរគុណច្រើនបងប្អូនទាំងអស់គ្នានេះគឺភូមិម៉ាស៊ីនទឹកហើយ